ការអត់ធន់គឺជាអំណាចក្នុងការរក្សាភាពស្ងប់ស្ងាត់នៅក្នុងអំឡុងពេលដែលលំបាកវាបង្រៀនយើងពីរបៀបយំសោកដោយមិនបាត់បង់ក្តីសង្ឃឹមជោគជ័យមិនមែនកើតឡើងក្នុងរយៈពេលតែមួយថ្ងៃទេវាទាមទារពេលវេលានិងការខិតខំប្រឹងប្រែងខ្លាំងនៅពេលយើងអត់ធន់យើងធ្វើការសម្រេចចិត្តបានល្អប្រសើរនិងជៀសវាងកំហុសដែលបណ្ដាលមកពីកំហឹងឬការបន្ទាន់ការអត់ធន់ជួយឲ្យយើងកាន់តែរឹងមាំនៅផ្នែកខាងក្នុងវាធ្វើឲ្យទំនាក់ទំនងបានល្អប្រសើរឡើងព្រោះយើងរៀនស្វែងយល់អំពីអ្នកដទៃបានច្បាស់លាស់នៅក្នុងគ្រាលំបាកការអត់ធន់ផ្ដល់ឲ្យយើងនូវសេចក្តីសុខនិងមានលំនឹងមនុស្សដែលចេះអត់ធន់ទុកចិត្តលើដំណើរការនេះហើយជឿថាថ្ងៃដែលល្អប្រសើរនឹងមកដល់ដោយមានការអត់ធន់អ្នកអាចប្រែក្លាយពីសុបិនឲ្យក្លាយទៅជាការពិតដ៏ស្រស់ស្អាតនិងយូរអង្វែងបន្តិចម្ដង